លើគេនោះមកខេតនោះលើគេឃើញមានសល់5កៃចប់គ្នាអូខេខ្ញុំបានទិញ5សពតរួចរាល់ហើយឆេអញ្ចឹងតើយើងទៅមើលភាពយន្តកំហឹងធ្មប់ថ្ងៃចាក់ប្រចាំដំបូងទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានចេញពីកន្លែងរវល់ខ្ញុំក៏បានជិះទៅកន្លែងមើលកុនតែម្ដងដែលជិះជាមួយនឹងទឹកភ្លៀងនៅតាមផ្លូវលំពេញនឹងតែម្ដងបងប្អូនទាំងអស់គ្នាហើយដំបូងនឹងថាមិត្តរបស់ខ្ញុំក៏ជាអ្នកដកសពតប៉ុន្តែមកដល់ដោយសារតែម៉ាស៊ីនដកសពតហ្នឹងគឺវាគាំងហើយគ្រាន់តែបង្ហាញ QR គេទៅគឺគេឲ្យចូលទៅក្នុង hall មើលទស្សនាកុនតែម្ដងដូចជារៀងរំភើបដល់ហើយនេះព្រោះតាខានមើលកុនរៀងយូរដែរអញ្ចឹងចូលទៅមើលចាំចេញមកវិញចាំខ្ញុំសួរមិត្តភក្តិរបស់ខ្ញុំថារឿងហ្នឹងវាមិនដែរអញ្ចឹងណាបងប្អូនឥឡូវខ្ញុំសុំសួរមិត្តភក្តិរបស់ខ្ញុំបន្ទាប់ពីមើលនឹងហើយឲ្យ red man ដែរឆេងបន្ទាប់ពីមើលរឿងហ្នឹងហើយខ្ញុំ rate ឲ្យ8លើ10អូខេអរគុណដោយសារតែគាត់អត់ស្ទើតែមើលនៅច្រើនផងអញ្ចឹងយើងនិយាយអត់ស្ទើចេញទេអរគុណច្រើនឆេងសម្រាប់រឿងនេះដែរខ្ញុំឲ្យ8លើ10ដូចជាមិត្តរបស់ខ្ញុំអញ្ចឹងហើយបើសិនជាបងអូនចង់ដឹងសាច់រឿងយ៉ាងណាបងប្អូនអាចអញ្ជើញមកទស្សនាបានដើម្បីយើងចូលរួមគាំទ្រខ្សែភាពយន្តខ្មែរក៏ដូចជាផលិតផលខ្មែរអញ្ចឹងណាបងប្អូនហើយពួកយើងក៏បានសរសេរឈ្មោះដាក់ចូលទៅក្នុងធុងចាប់រង្វាន់ដើម្បីចាប់យកខ្សែកពេជ្រទូរស័ព្ទជាមួយនឹងដបទឹកបន្តមកទៀតពួកយើងក៏បានថតរូបទុកជាអនុស្សាវរីយ៍អីចឹងទៅណាបងប្អូនហើយវីដេអូមានតែប៉ុណ្្នឹងអរគុណបាយបាយ love you